មុនដំបូងថាចេះថាវីដេអូហ្នឹងគឺអត់ផុសទេព្រោះវីដេអូហ្នឹងវាវេទនាពេកថាបើយើងផុសទៅវាទុកជាបទពិសោធន៍នឹងយើងទុកមើលថ្ងៃក្រោយទៀតអញ្ចឹងណាអញ្ចឹងក៏សម្រាប់ចិត្តថាបញ្ចូលសលេងហើយបន្ទាប់មកយើងផុសទុកមើលទុកអីចឹងទៅនិយាយថាម៉េចគេវីដេអូហ្នឹងនិយាយទៅគ្រាន់តែបាក់ក្បាលមុនដំបូងហ្នឹងគឺចេញមកគឺវេទនាខ្លាំងមែនតើហ្មងពួកអីចូលក្មេងៗទៅទាំងពីរអ្នកនិយាយថាគឺពិបាកទាំងពីរហ្មងថាដេកលក់យើងពិបាកជិះណាហើយកំពុងតែធ្វើដំណើរនេះគឺកំពុងតែធ្វើដំណើរទៅលេងទឹកឆាហើយអាផ្លូវធ្វើដំណើរទៅលេងទឹកឆាហ្នឹងក៏វារៀងរករ៉ាក់ដែរហ្នឹងព្រោះអីផ្លូវក៏វាមិនសូវស្រួលជិះណាស់ដែរណាមួយទៅផ្លូវទូចផងអីផងហើយណាមួយទៅក៏សបូនមានអ្នកជិះច្រើនដល់ពេលអញ្ចឹងទៅយើងត្រូវតែតាមនឹងអញ្ចឹងណាហើយផ្លូវទឹកឆាមើលទៅអត់សូវឃើញមនុស្សជិះអីណាមែនថាវាអត់សូវស្ទះស្អីអីក៏ប៉ុន្តែដល់ពេលដែលទៅដល់ទឹកឆាមិនបាច់និយាយគឺសិតតែមនុស្សហើយតាក់វិញគឺពិបាកលេងខ្លាំងមែនតើមកព្រោះអីមនុស្សច្រើនពេកពេលដែលអញ្ចឹងទៅតាក់វាល្អហើយវាមើលទៅវាស្គូស្គីចេញមកគឺអត់សុបាយហ្មងដូចរាល់ឆ្នាំពេលដែលយើងមកខុសទៅអញ្ចឹងទៅវាអត់ស្មានមនុស្សលេងទេហើយក៏ចេញពីទឹកឆាមកវិញនិយាយទៅអត់បានលេងនៅទឹកឆាទេចេញពីទឹកឆាមកវិញគឺជិះមកតាមផ្លូវទៅខាងកំពង់ចាមហើយផ្លូវកំពង់ចាមយើងនឹងមិនបាច់មើលទេនិយាយថាក៏លុកផងហយផងហើយដល់ពេលហើយចូលដល់ផ្លូវស្អាតដល់ពេលដែលចូលដល់ផ្លូវស្អាតបន្ទាប់បានប្រហែលបាច់មើលនៅឡើងហុយឡើងដល់មេក៏អូវាបាក់វេទនាខ្លាំងមែនតើនិយាយទៅចេះអាវីដេអូហ្នឹងចេញពីទឹកឆាមកក៏ត្រូវទៅលេងបឹងធំក៏ប៉ុន្តែអាផ្លូវទៅលេងបឹងធំហ្នឹងក៏វារោបប្រាក់ខ្លាំងដែរទៅដល់បឹងធំហ្នឹងក៏មិនបានទៅវិញព្រោះអីដោយសារតែយើងធម្មតាយើងវាយតាម Google Map យើងមិនជាអ្នកនៅនឹងនិយាយថាយើងកើតក្នុងខេត្តហ្នឹងមែនក៏ប៉ុន្តែយើងអាចបានរស់នៅក្នុងខេត្តហ្នឹងរហូតអញ្ចឹងណាស្រាប់តែពេលជិះតាម Google Map ទៅនិយាយថាផ្លូវក៏ពិបាកអីក៏ពិបាកហើយឆ្ងាយទៀតអ្នកទាំងអស់គ្នាហើយរបៀបថាយើងមិនស្គាល់ចេះជិះទៅជិះតាម Google Map នេះផ្លូវជិះដល់ផ្លូវអានេះគេហៅផ្លូវអីគេផ្លូវអាទិសគោផ្លូវអីមិនដឹងទេប៉ុន្តែដឹងតែបានជិះមកដល់បឹងធំហ្នឹងហើយដល់ពេលដែលជិះមកដល់បឹងធំហ្នឹងមានការខកចិត្តជាខ្លាំងព្រោះអីមិនមែនជាកន្លែងគេកំសាន្តទេកន្លែងគេកំសាន្តហ្នឹងគឺផ្សេងទៀតហើយកាត់មកដល់វីដេអូនេះមកដល់ខេត្តកំពង់ចាមវិញគឺបកពីយ៉ាស្អីបឹងធំហ្នឹងមកកំពង់ចាមវិញថាវេទនាខ្លាំងមែនតើថាអាវក្បូនខ្ញុំមិនបាច់និយាយឡើងក្រហមវិញហ្នឹងហ្មងនិយាយទៅមិនបាច់មើលទេសក់ក្បាលវិញបាច់និយាយប្រែពណ៌ហ្មងសក់ខ្មៅទៅជាសក់ក្រហមអស់ហើយកូននាំមកញ៉ាំក្រែមអ្នកមកដើមនេះថាក្រែមនេះធំទៀតមកញ៉ាំអស់ក្មេងៗវារៀងយូរដែរអញ្ចឹងទៅនៅចាំកន្លែងហ្នឹងហើយក៏ជិះមកតាមមាត់ទន្លេហើយមកញ៉ាំសាច់អាំងអីតិចតួចអញ្ចឹងមុននឹងយើងទៅផ្ទះវិញអញ្ចឹងហើយមិនសួរថាអីបងអូនច្រើនអ្នកមិនក៏យកមកតែ2នាក់អញ្ចឹងវាថាម៉ូតូតែមួយហ្នឹងអត់មានឡានជិះផងពេលអញ្ចឹងយកមកបានតែ2នាក់អញ្ចឹងឯងហើយនិយាយទៅគ្មានញ៉ាំអីច្រើននេះគឺញ៉ាំអីតិចតួចតែប៉ុណ្្នឹងឯងណាមួយឡើងមកលេងខេត្តវារៀងពិបាកដែរដោយសារតែផ្លូវវាមិនទាន់ជាស្អាតអញ្ចឹងណាហើយវារៀងពិបាកជិះហុយផងអីផងហើយយើងជិះម៉ូតូដឹងស្រាប់ហើយ